បបិទ្ធព្រះមហាមុនីការគប់រកព្រះលោកនាថទាំងឡាយព្រះអង្គបានសម្ដែងហើយដោយប្រពៃសេចក្តីកសាងដ៏ច្រើនរបស់ខ្ញុំដើម្បីប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះមុនីសូមព្រះអង្គរលឹកកុសលកម្មរបស់ខ្ញុំដែលមានក្នុងកាលមុនបបិទ្ធព្រះអង្គមានព្យាយាមធំបុណ្យខ្ញុំបានសន្សំហើយដើម្បីប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះអង្គមានព្យាយាមធំខ្ញុំបានលះបង់នៅអភ័ព្វដ្ឋានហាមឃាត់នៅអនាចារៈហើយលះបង់ជីវិតដើម្បីប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះមហាមុនីព្រះអង្គទ្រង់ប្រទានខ្ញុំម្ចាស់អស់ជាតិមានពរនៃកោដ្ឋដ៏ច្រើនដើម្បីជាភរិយានៃជនដទៃវិញខ្ញុំមិនតូចចិត្តក្នុងរឿងនោះព្រោះជាប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះមហាមុនីព្រះអង្គបានប្រទានខ្ញុំម្ចាស់អស់ជាតិមានពរនៃកោដ្ឋដ៏ច្រើនដើម្បីជាឧបការៈនៃជនដទៃខ្ញុំក៏មិនតូចចិត្តក្នុងរឿងនោះព្រោះជាប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះមហាមុនីព្រះអង្គបានប្រទានខ្ញុំម្ចាស់អស់ជាតិមានពរនៃកោដ្ឋដ៏ច្រើនដើម្បីការប្រើប្រាស់នៃជនដទៃខ្ញុំមិនតូចចិត្តក្នុងរឿងនោះព្រោះជាប្រយោជន៍ដល់ព្រះអង្គខ្ញុំបានលះបង់ជីវិតមានពរនៃកោដ្ឋដ៏ច្រើនជនទាំងឡាយនឹងធ្វើការរួចចាកភ័យខ្ញុំឲ្យនៅជីវិតរបស់ខ្ញុំបបិទ្ធព្រះមហាមុនីខ្ញុំមិនលាក់ទុកនៅគ្រឿងប្រដាប់សម្រាប់អវយវៈគ្រឿងអលង្ការសម្ពុតដ៏ច្រើនមានប្រការផ្សេងនិងភណ្ឌៈរបស់ស្រីប្រុសដើម្បីជាប្រយោជន៍ដល់ព្រះអង្គបបិទ្ធព្រះមហាមុនីការបរិច្ចាគទ្រព្យធននិងស្រូវទាំងស្រុកនិគមស្រែបុត្រនិងធីតាខ្ញុំក៏បានលះបង់ហើយបបិទ្ធព្រះអង្គមានព្យាយាមធំដំរីសេះគោនិងខ្ញុំស្រីអ្នកបម្រើមានចំនួនរាប់មិនបានខ្ញុំក៏បានលះបង់ហើយដើម្បីប្រយោជន៍នៃព្រះអង្គប្រឹក្សានៅទានណានឹងខ្ញុំឲ្យនៅទាននោះដល់ស្មោមទាំងឡាយកាលព្រះអង្គឲ្យទានដល់ឧត្តមខ្ញុំមិនឃើញសេចក្តីតូចចិត្តរបស់ខ្ញុំទេបបិទ្ធព្រះអង្គមានព្យាយាមធំខ្ញុំរងទុក្ខដ៏ច្រើនមានប្រការផ្សេងមានចំនួនរាប់មិនបានក្នុងសង្សារដ៏ច្រើនដើម្បីប្រយោជន៍នៃព្រះអង្គបបិទ្ធព្រះមហាមុនីកាលព្រះអង្គដល់នៅសេចក្តីសុខខ្ញុំក៏ត្រេកអរមួយទៀតខ្ញុំមិនតូចចិត្តព្រោះទុក្ខទាំងឡាយរបស់ខ្ញុំជាអ្នកត្រេកអរក្នុងទីទាំងពួងដើម្បីជាប្រយោជន៍នៃព្រះអង្គបបិទ្ធព្រះមហាមុនីព្រះអង្គសោយសុខនឹងទុក្ខត្រាស់ដឹងតាមលំដាប់មគ្គហើយដល់នៅពោធិញ្ញាណរួចនាំមកនៅធម៌ខ្ញុំមានការគប់រកព្រះលោកនាថដទៃច្រើនអង្គព្រោះអាស្រ័យនៅព្រះសម្ពុទ្ធជាព្រះលោកនាយកព្រះនាមគោតមជាទេវតាប្រសើរបបិទ្ធព្រះមហាមុនីការកសាងដ៏ច្រើនរបស់ខ្ញុំដើម្បីប្រយោជន៍នៃព្រះអង្គខ្ញុំជាអ្នកបម្រើព្រះអង្គដែលស្វែងរកនៅពុទ្ធធម៌ព្រះពុទ្ធព្រះនាមទីបាងកមានព្យាយាមធំជានាយកនៃសត្វលោកកើតហើយក្នុងកាប់ទី4អសង្ខ័យនិង100,000ជនទាំងឡាយនៅក្នុងបច្ចន្តប្រទេសមានចិត្តត្រេកអរនិមន្តព្រះតថាគតហើយជំរះផ្លូវជាទីស្ដេចមកនៃព្រះពុទ្ធទីបាងកនោះកាលនោះព្រះអង្គជាព្រាហ្មណ៍ឈ្មោះសុមេធៈតាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបាងកទ្រង់ឃើញធម៌ទាំងពួងការស្ដេចមកដល់ខ្ញុំជាកញ្ញាកើតក្នុងត្រកូលព្រាហ្មណ៍ឈ្មោះនាងសុមិត្តាបានចូលទៅកាន់ទីប្រជុំខ្ញុំយកផ្កាអបអរ8ក្តាប់ដើម្បីបូជាព្រះសាស្តាបានឃើញឥសីដ៏ឧត្តមក្នុងកណ្ដាលនៃជនកាលនោះខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់ខ័នយាងមកអស់កាលយូរទ្រង់មានព្រះទ័យប្រកបដោយករុណាក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែងហើយសម្គាល់ថាជីវិតរបស់អាត្មាអញប្រកបដោយផលកាលនោះខ្ញុំបានឃើញសេចក្តីព្យាយាមប្រកបដោយផលរបស់ឥសីនោះទាំងចិត្តរបស់ខ្ញុំក៏ជ្រះថ្លាក្នុងព្រះពុទ្ធដោយកុសលកម្មមានក្នុងកាលមុនខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ហើយទូលថាបបិទ្ធឥសីខ្ញុំមិនឃើញវត្ថុដតីដែលគួរថ្វាយទេខ្ញុំសូមថ្វាយផ្កាទាំងឡាយដល់លោកបបិទ្ធឥសីផ្កា5ក្តាប់ចូលមានដល់លោកផ្កា3ក្តាប់ចូលមានដល់ខ្ញុំបបិទ្ធឥសីផ្កាទាំងឡាយចូលជារបស់ស្មើគ្នាមួយអន្លើដោយឥសីនោះដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ